នៅលើកោះមួយដ៏កណ្ដៅកណ្ដែងមាននាងមច្ឆាមួយឈ្មោះថាជីមមីនឹងគឺជាមច្ឆាដ៏ឯកាមែនតើហើយថ្ងៃណាដល់គូទៅនេះបើនៅតែម្នាក់ឯងអញ្ចឹងនិយាយចប់ស្រាប់តែភ្នែកនាងក្រឡេកឃើញបុរសដ៏សង្ហាម្នាក់មកឈរស្ទូចត្រីម្នាក់ឯងវាយចំណីរបស់ខ្ញុំមកដល់ហើយចាំកាលទៀតហក់ទឹកប្រងពេលដែលជីមីហែលចិត្តទៅដល់វ៉ាវសមុទ្រនេះពិតជាមានត្រីធំមែនអូយត្រីស៊ីសន្ទូចហើយធ្ងន់ណាស់យកធ្វើម្ហូបអីអញ្ចេះការពិតត្រីនោះគឺជាជីមីនាងទៅទាញសន្ទូចនោះក្នុងបំណងទាញបុរសនោះទម្លាក់ទឹកតែម្ដងហេមិនឲ្យភ្លាត់ទេអូយស្អីនឹងទាញដៃទាញជើងម្លេះជួយផងបុរសមិនអាចទប់កម្លាំងជីមីបានទេក៏លង់ទឹកបន្ទាប់ពីបុរសនោះលង់បាត់បង់ស្មារតីហើយជីមីក៏បានជួយបុរសនោះឲ្យដឹងខ្លួនឡើងវិញដឹងខ្លួនឡើងប្រុសស្អាតបន្ទាប់ពីបុរសនោះដឹងខ្លួនហើយបុរសនោះក៏បានគិតថាជីមីជាអ្នកជួយជីវិតគេហើយគេក៏បានសុំជីមីរៀបការនៅទីនោះតែម្ដងហានីអរគុណដែលបានជួយជីវិតរបស់បងឥឡូវនេះអូនចង់ធ្វើអីបងតាមចិត្តអូនទាំងអស់អូនចង់ទៅដើរលេងទីក្រុងគ្រាន់តែលើជីមីនិយាយភ្លាមបុរសម្នាក់នោះក៏បាននាំជីមីទៅដើរលេងនៅទីក្រុងដែលខ្លួនរស់នៅបាននាំជីមីទៅញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់នោះគឺជាហាងគ្រឿងសមុទ្រមិនបានជាមនុស្សទាំងអស់គ្នាហូបប្រជាជនរបស់យើងអញ្ចឹងប្រជាជនខ្លួនឯងឆ្ងាញ់ហើយថ្លៃណាស់ពេលនោះជីមីនិងស្វាមីក៏បានគិតឃើញគំនិតមួយតោះបងបើកហាងអាហារតែម្ដងទៅនោះគឺជាហាងជីមីម៉ាឆាអូម៉ាសាកេហាងធ្វើឡើងនៅលើទូហាងប៊ូហ្វេគ្រឿងសមុទ្រត្រឹមតែ$5ហូបមួយឆ្អែតចាក់គ្រឿងសមុទ្រផ្ទាល់ពីសមុទ្រតែម្ដងតែបើហូបមិនអស់ផាកពិន័យ$1000ហាងនោះវាមានចំណុចពិសេសត្រង់ថាជីមីនឹងចុះទៅលបួងសត្វសមុទ្រទាំងឡាយដើម្បីឲ្យភ្ញៀវចាប់ភ្លាមអោអ្នកអើយអ្នកទៅទីនោះទៅណាមានទាំងចំណីនិងអាហារឆ្ងាញ់នៅពេលដែលសត្វសមុទ្រទៅដល់ភ្ញៀវហក់ទឹកចាក់ប្រងតែម្ដងវ៉ាវសុទ្ធតែគ្រឿងសមុទ្រស្រស់តែម្ដងហើយនេះខ្ញុំចាប់បានក្តាមខ្ញុំចាប់បាន oyster អូយហាងជីមីម៉ាឆាអូម៉ាសាកេនេះពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំឲ្យ feedback 10 លើ 10ខាងស្រីចុះទៅលបួងសត្វសមុទ្រខាងប្រុសក៏កំពុងតែលេងភ្លើងធ្វើម្ហូបយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងខ្ញុំមិនដែលឃើញហាងអ្វីសាច់សមុទ្រស្រស់យ៉ាងនឹងទេគឺជាក្តាមអាឡាស្កាដែលខ្ញុំចាប់ខ្លួនឯង200គីឡូហើយអស់ម្នាក់ទៅ$5ទៀតហូបទៅអូនេះឆ្ងាញ់ជាងហាងអូម៉ាសាកេណាទាំងអស់នៅលើពិភពលោកវ៉ាវ amazing ពេលយប់ឡើងជីមីនិងគ្រួសារតែងទៅរាប់លុយអូយលុយយើងច្រើនណាស់បងលក់ដាច់មួយជុំងុំភ្ញៀវញ៉ាំអត់អស់ផាកបានម្នាក់1000បងអើយតែគេថាក្តីសុខមិនអាចនៅយូរអង្វែងបាននោះទេនៅសុកស្រាប់តែមានព្យុះកើតឡើងពេលនោះម្ចាស់ក្សត្រីនៃមហាសាគរដែលគឺជាមាតារបស់ជីមីផ្ទាល់បានលេចមុខមកជីមីកូនឈ្គួតហេតុអ្វីទើបបានជាឯងហៅមនុស្សទាំងអស់នេះមកចាប់ប្រជាជនយើងមកធ្វើអូម៉ាសាកេបើឯងធ្វើបែបនេះឯងត្រូវតែទទួលទោសយើងនឹងឲ្យឯងខ្លាចជាមនុស្សធម្មតានឹងមិនអាចត្រឡប់មកជានាងមច្ឆាអស់មួយជីវិតហើយរបស់រកស៊ីកំពុងតែរីកចម្រើនផងធ្វើមិនទៅពេលនោះប្តីរបស់ជីមីក៏និយាយថាអត់អីទេអូនធ្វើជាមនុស្សធម្មតាក៏បានដែរចាំបងជូនអូនទៅអាមេរិកណាអូនណាពេលនោះជីមីនិងស្វាមីក៏បានទៅកាន់សហរដ្ឋអាមេរិកលក់គ្រឿងសមុទ្រហើយមកលក់ជាមួយនឹងវីតាមីនពលូតកម្ពស់ Extra Lab វិញម្ដងផលិតផលសុទ្ធពីអាមេរិកហើយទទួលបានការគាំទ្រច្រើនមែនទែនចាប់ពីអតិថិជនទូចខ្ជិតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាមួយថ្ងៃ2គ្រាប់ញ៉ាំបានចាប់ពីអាយុ12រហូតដល់18ឆ្នាំណាអត់មានសារធាតុដែលធ្វើឲ្យរីកតឹងទេគឺជាវីតាមីនដែលប៉ូវឆ្អឹងនិងជួយឲ្យឆ្អឹងលូតលាស់វែងព្រោះនាងខ្ញុំពិតជាចង់ឃើញកូនខ្មែររបស់យើងមានកម្ពស់ខ្ពស់ស្រឡូនមិនឲ្យចាញ់សាសនាទេនៅលើពិភពលោកមួយនេះចឹងហើយទៅបានកាត់គូរឿងកម្ពស់ត្រូវកាត់តាំងពីក្មេងទៅវីតាមីននេះញ៉ាំបានទាំងក្មេងប្រុសនិងក្មេងស្រីអាយុ12ដល់18ឆ្នាំណាមិនត្រឹមតែជាវីតាមីនទេតែគឺជាក្តីសង្ឃឹមឲ្យក្មេងៗទាំងអស់គ្នាមានឱកាសបានលូតកម្ពស់ដោយមានសុវត្ថិភាពនិងត្រឹមត្រូវតាមស្តង់ដារពីព្រោះអីយើងអាចចូល website ផ្លូវការរបស់អាមេរិកបានណានេះនៅ Amazon ណានៅអាមេរិកចាបងប្អូនទាំងអស់គ្នាអាច search មើលបានតាមនេះចា Extra Lab គឺចេញមកឃើញជាមួយនឹងផលិតផលរបស់យើងនៅក្នុង Amazon តែម្ដង website eBay ក៏ដូចគ្នាដែរបងប្អូនអាច search មកវាយតែពាក្យថា Extra Labs បងប្អូននឹងបានឃើញជាមួយនឹងផលិតផលរបស់យើងតែម្ដងនិង TikTok Shop មួយទៀតណាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បាននៅអាមេរិកគាត់អាច search តាម website បានសម្រាប់អ្នកដែលគាត់ចង់បាននៅកម្ពុជាប្រាប់មកបងជីមីដាក់ពីអាមេរិកទៅណា